បងប្អូនណាខ្លះចាចង់ចេះពីរបៀបនៅក្នុងការឆាផ្កាខាត់ណាងាយស្រួលហើយក៏ចំណាយតិចដែរលក្ខណៈការសំចៃណាចាអញ្ចឹងផ្កាខាត់ណានៅក្នុងថ្ងៃនេះនាងខ្ញុំជ្រើសរើសយកខាត់ណាពណ៌ខៀវចាអត់ប្រើខាត់ណាពណ៌សទេចាហើយនៅក្នុងការធ្វើនេះគឺយើងគ្រាន់តែមានបន្លែចាគឺផ្កាខាត់ណាខៀវហ្នឹងហើយខ្ទឹមសសាច់ជ្រូកនិងពងទានាងខ្ញុំប្រើសាច់ជ្រូកបងប្អូនខ្លះគាត់អាចប្រើសាច់មាន់ឬក៏ប្រើសាច់គោអញ្ចឹងតាមចំណង់ចំណូលចិត្តណាចាអញ្ចឹងនាងខ្ញុំប្រើសាច់ជ្រូកចាហើយសាច់ជ្រូកនាងខ្ញុំដាក់ទាំងស្បែកដែរចាស្បែកនាងខ្ញុំអត់អាចចោលទេព្រោះវាក៏មានឲ្យជ្រុះឆ្ងាញ់ដែរចាហើយនៅក្នុងការធ្វើនេះបងប្អូនអាចមើលវីដេអូបានគឺគ្រាន់តែដាក់ខ្លាញ់ហើយយើងដាក់ខ្ទឹមសលីងឲ្យឆ្អិនហ្មងហើយសិមយើងដាក់សាច់នឹងចូលទៅហើយគ្រឿងផ្សំខាងក្រៅគឺដូចជាទឹកត្រីចាអំបិលម្សៅស៊ុបប៊ីចេងស្ករតិចទៅចានិងប្រេងខ្យងតិចណាចាអ្នកខ្លះគាត់ប្រើអ្នកខ្លះគាត់អត់ប្រើដូចនាងខ្ញុំក្នុងវីដេអូហើយនាងខ្ញុំអត់បានប្រើទេព្រោះនាងខ្ញុំពេលខ្លះក៏ឆារាល់ពេលហ្នឹងត្រូវដាក់ប៉ុន្តែថ្ងៃនេះនាងខ្ញុំអត់ចង់ដូររសជាតិអត់ចង់ប្រើវិញព្រោះនាងខ្ញុំប្រើម្សៅស៊ុបប្រើស្ករបន្តិចហើយចឹងអត់ចង់ដាក់ទេចាហើយនៅក្នុងនោះពេលដែលយើងឆាឆ្អិនល្មមហើយយើងដាក់ពងទាកូរឆាជាមួយទៅចានៅពេលនោះហើយរសជាតិក្លិនកាន់តែឈ្ងុយជះមកតែម្ដងចាហើយនាងខ្ញុំពីចាស់នាងខ្ញុំដាក់ទឹករៀងច្រើនតិចដោយសារនាងខ្ញុំមានកូនតូចអញ្ចឹងនាងខ្ញុំត្រូវការទឹកវាយកមកស្រូបបាយឲ្យកូនណាចាហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូកុំភ្លេចធ្វើការ Subscribe ផងចាអរគុណ